ករណីបាញ់ប្រហារលើប្រពន្ធយុគមិញខ្លួនចង់បាញ់ប្រុសដែលកំពុងដប់នាងថ្ងៃទី7 ខែមេសាឆ្នាំ2020រាជធានីភ្នំពេញព្រឹកថ្ងៃទី7 មេសាជនដៃដល់ដែលជាមន្ត្រីនគរបាលបាញ់ប្រហារអតីតប្រពន្ធស្លាប់នឹងកូនរបួសធ្ងន់គឺបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ទាប់ពីសមត្ថកិច្ចតាមប្រម៉ាញ់ឃាត់ខ្លួនបានការវេលាម៉ោង 11 យប់នៅថ្ងៃទី6 មេសាស្ថិតនៅក្នុងស្រុកគៀនស្វាយខេត្តកណ្ដាលលក្ខណៈជននេះពងរត់គេចខ្លួនការសាកសួរបឋមជនដៃដល់បានឲ្យដឹងថាចំពោះមូលហេតុនោះគឺបណ្ដាលមកពីខ្លួនស្រវឹងស្រាហើយស្របពេលខ្លួនប្រទះឃើញអតីតប្រពន្ធកំពុងជិះរថយន្តជាមួយប្រុសផ្សេងក៏កើតចិត្តប្រច័ណ្ឌក្តៅក្រហាយខ្លាំងក៏ដកកាំភ្លើងប៉ងបាញ់ប្រហារបរិសដែលកំពុងដឹកនាងតែបែរជាក្របកាំភ្លើងផ្លោងទៅចំប្រពន្ធនិងកូនទៅវិញទោះបីយ៉ាងណាសមត្ថកិច្ចកំពុងសាកសួរលើជនដៃដល់នេះបន្ថែមទៀតសូមរំលឹកថាករណីបាញ់ប្រហារផ្អើលឡើងដោយសារភ្លើងប្រច័ណ្ឌនេះគឺកាត់ឡើងវេលាម៉ោង 8 យប់ទី 6 ខែមេសាស្ថិតត្រង់ចំណុចខាងមុខមន្ទីរពេទ្យសែនសុខតាមបណ្ដោយផ្លូវ 1986 ក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ឈ្មោះស៊ូពៅមរកតភេទស្រីអាយុ37 ឆ្នាំមុខរបរលក់អចលនទ្រព្យស្នាក់នៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យកូនស្រីដែលរងរបួសធ្ងន់មានឈ្មោះថាអារីយ៉ាអាយុ10 ឆ្នាំស្នាក់នៅជាមួយគ្នាដោយឡែកជនដៃដល់ឈ្មោះជាច័ន្ទបូរ៉ាអាយុ44 ឆ្នាំជាមន្ត្រីប៉ុស្តិ៍នគរបាលភ្នំពេញថ្មីទើបឡើងតំណែងជានាយករងនគរបាលទឹកថ្លាស្នាក់នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខប្តីប្រពន្ធនេះទើបតែបានលែងលះគ្នាដាច់ស្រេចកាលពីចុងខែមករាឆ្នាំ2020នេះប៉ុណ្ណោះតាមសម្ដីបរិសម្នាក់ឈ្មោះកែវសុភ័ក្រអាយុ38 ឆ្នាំមុខរបរមន្ត្រីរាជការនិងជាអ្នកបើករថយន្តដឹកស្ត្រីរងគ្រោះបានអះអាងថាជាអ្នករាប់អានគ្នាជាមួយនឹងស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានឲ្យគាត់បើករថយន្តមួយគ្រឿងម៉ាក Lexus OX 300 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2M 3050ដែលជារថយន្តរបស់បងស្រីស្ត្រីរងគ្រោះឲ្យគាត់បើកជូនទៅបញ្ជូនសុភាជញ្ជូនសម្ភារៈចេញពីផ្ទះដែលស្ត្រីរងគ្រោះធ្លាប់ស្នាក់នៅជាមួយនឹងអតីតប្តីនៅឯភ្នំពេញថ្មីកន្លែងកើតហេតុបន្ទាប់ពីជញ្ជូនសម្ភារៈដាក់ក្នុងរថយន្តរួចមកគាត់និងស្ត្រីរងគ្រោះរួមជាមួយនឹងកូនប្រុសរបស់ស្ត្រីរងគ្រោះចំនួន 2 នាក់ទៀតក៏បានបើករថយន្តចេញមកវិញបំណងដឹកសម្ភារៈនោះយកទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះនៅឯសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យដោយរូបគាត់ជាអ្នកបើករថយន្តចំណែកឯស្ត្រីរងគ្រោះនិងកូនស្រីម្នាក់បានអង្គុយនៅខាងមុខទន្ទឹមនឹងគាត់ចំណែកកូនប្រុសម្នាក់ទៀតអង្គុយនឹងកៅអីខាងក្រោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ 1986 ក្នុងទិសដៅ
tớiកើតlúc một đo chấm nốt cắt hai thằng lơ có sạp tai lệch mục chôn đại đo ban chi một tô mùi krương mình chăm má tam một bị khói nâng chi và tình tâm hàng phê rột dồn hói chôn đại đo ban thưa sự cam một hiếp cuộc cần chọn rột dồn lẹ cần nạ phê đai quất tầm lẹ cần chọn rột dồn chốt sạp tai chôn đại đo ban độ cầm phượng khlây mùi đám vì chồng kết bánh sầm đau một lứa rốt dôn chùm nuôn buôn crop tu tai mùi crop trời chom đào chờ móc côn srei khlây chom đam trung hàng chven srei rong cua bẩn đà oi rong rộp bu chiêm hô pinh khung rốt dôn chẳng pi nẹm mà đai nâng côn srei phliêm nút chôn đại đó cổ ban chỉ một tô kịch luôn tranh pi cần lạnh cắt hết phliêm bạt sờ màu rồi pi côn srei rong cua trời ban phần chia po rót đặc tam một tô con bay dọc từ thưa ca song cua nơi ai bình tì pet còn thẹn bột phá trong này ai srei rong cua chỉ một đai trời bình chun tới song cua nơi ai bình tì pet calamet tại chỉ ác so lẹ cận nạ đai tới đo một tí pet srei rong cua ban đại chó slap bắt từ haiประพบปรมีนบานดังเตียท้าจนได้ดอหนึ่งจนรองครูบานเรียบอภิเปียจะมวยเนี้ยรวมรู้เชียบได้ประปนหนึ่งเนี้ยบังการบานโกนจำนวนปีเนี่ยนั่งปีเนี่ยนั่งสไลเปอร์อายุดับชนะมันเนี่ยเชี่ยจำนองได้แต่มวยระยะกลอยมกโดยจนได้ดอหนึ่งจนรองครูบานเมียนการุ่นเนอมันโจสมรงเนี้ยตายมีเรื่องราวเรากำเราก็ชุบเราไกลเนี้ยเราโหดเชียนดอพระอำเภอหังษาแถมติดพองกลอยมกจนรองครูบานดะเปียบันดังเลยเลี้ยจิมวยหนึ่งจนได้ดอเราโหดดอตลากาดอยจนรองครูก็บานนอมโกนเตียงใบเนี่ยแต่สนับเนื้อเตะบงสไลระบอกล้วนเนื้อไอสตังมินใจใบจิมวยใบจิมวยหนึ่งจุนได้ดอออกระยะเปจิตกันลัชน้ำหมกหอยเติบตายระยะเติบตายมวยระยะจนรองครัวบานอ้อยบ่รอได้รอบอ่านเคลียนุ่บากรถยนต์จูนตัวยกไอวันได้เนื้อเสซอขนมเตะระบอกได้แหละขณะเปลจีรถยนต์ตลอดมอกวิ่งเติบได้จิมาโตดังตามบังสำลับตายมาดองกรอยกัดแฮดกำลังจุ่มเนียระบอกอธิการทานก็บาคันสันซกสหการจิมวยนังนิยกทานพรหมตอนกำรัดสาวนังนองกาแล้วก็บาคายกันดาบานเจ้าแต่เทือกาคอดคล้วนมันกำเพลิงบันสำหรับประปุนคล้วนเองได้บานกิจคล้วนหมกสนับเนื้อเตะระบบบองใส่ระบบกอดเนื้อพุ่มสามกีพุ่มได้อัดสกเกินสไฟคายกันดาปนแต่จนละมือบานตึกดอกเตะรุ่ยห้อยโกอ้อยบองโอนคล้วนเองบองฟองคนเองดักตามรถยนต์มือเครื่องมาไฮแลนเดอร์ปอสกอบอมนองจิรถกิจคล้วนเติบบานโลกอธิกาคันแซนซกบานตู้รศัพท์นิยัยลุงลุ่มหนึ่งอ้อยโอนนิยัยลุงลุ่มบันทายตึบจุลมือจีขมันกำเพลิงนิพรมตามสมัติกิจดอยโจปีเลอรถยนต์ชบจ้องจำนวนเพลย์จิตเล็กมวยหมกหนึ่งซาเกกีปรโกคล้วนตามสมรู้เอาสมาตกิจจับคล้วนแต่มาดองตามกาบังคับออยดังปีสตรีไตรจีโอนระบบมันกำเพลิงบันสำหรับประปุนบานออยดังท่ากรมครัวซาไตรประปุนระบบบองโปรกอดมีนปัญหาระกรรมระกอข
ក្នុងគ្រួសាររហូតប្រពន្ធសុំលែងតែបងប្រុសរបស់គាត់បានប្រច័ណ្ឌប្រពន្ធជាមួយបុរសដែលជាអ្នកបើករថយន្តជូនប្រពន្ធសម្រាប់គាត់ដោយកន្លែងគាត់មកឆ្លោះគ្នាជាមួយប្រពន្ធហើយប្រពន្ធគាត់ថាពេលដែលគាត់លែងលះហើយនឹងទៅបួសជាដូនជីគាត់នឹងឆ្អែតនឹងប្តីហើយលុះនៅថ្ងៃកាត់ហេតុស្រាប់តែឃើញប្រពន្ធជិះរថយន្តជាមួយបរោះខាងលើទៀតទើបកើតចិត្តប្រច័ណ្ឌបានដកកំភ្លើងបាញ់តែម្ដងបាទប្រិយមិត្តទាំងអស់គ្នាគឺអត្ថបទនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមខន្តីអភ័យទោសចំពោះពុកម៉ែបងប្អូនផងដែរដោយសារតែខ្ញុំបាទអានពេលខ្លះអានអត់សូវច្បាស់ព្រោះអត្ថបទខ្ញុំអត់បានព្រៀងទុកដល់ពេលអញ្ចឹងអានទៅមានការរអាក់រអួលបន្តិចបន្តួចហើយក៏សូមខន្តីអភ័យទោសចំពោះពុកម៉ែបងប្អូនទាំងអស់ដែលស្ដាប់និងទស្សនាផងដែរដោយសារតែខ្ញុំអត់បានព្រៀងទុកអញ្ចឹងវាការអានមានការរអាក់រអួលបន្តិចបន្តួចហ្នឹងហើយក៏ជួយចុច Subscribe ហើយនឹងដាក់លើប៊ីតុងកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំបាទជារៀងរាល់ថ្ងៃបាទពីខ្ញុំបាទ Channel ព័ត៌មានថ្មីៗសូមជម្រាបលា